Thailand and Cambodia were involved in a war. Cambodia, a country we haven't normally had close relations with in a very long time. The U.S. the president រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាកូរ៉ូពីយ៉ូបានអះអាងថាសហរដ្ឋអាមេរិកតាមរយៈប្រធានាធិបតីលោកដូណាល់ត្រាំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារបទឈប់បាញ់និងបញ្ចប់ចំនួនព្រំដែនរវាងកម្ពុជានិងថៃការលើកឡើងដូចនេះរបស់ប្រមុខការទូតអាមេរិកធ្វើឡើងនៅថ្ងៃទី3ខែមិថុនាឆ្នាំ2026ក្នុងពេលលោកផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិកស្ដីពីសំណើថវិការបស់ក្រសួងការបរទេសសម្រាប់ឆ្នាំសារពើពន្ធ2027យ៉ាងណាមិញប្រមុខការបរទេសអាមេរិករូបនេះបានកត់សម្គាល់ថាកម្ពុជាជាប្រទេសមួយដែលសហរដ្ឋអាមេរិកមិនសូវមានទំនាក់ទំនងជិតស្និទ្ធជាមួយអស់រយៈពេលជាយូរមកហើយទោះជាយ៉ាងណាសហរដ្ឋអាមេរិកបានដើរតួនាទីសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់ជម្លោះកម្ពុជាថៃតាមរយៈការសម្រុះសម្រួលនាំឲ្យសម្រេចបទឈប់បាញ់ដល់ទៅ2ដងឯណោះ